ទី2បកកែរកលេសឲ្យខ្លួនឯងចាបកកែរកលេសឲ្យខ្លួនឯងហ្នឹងមិនទៅអ្នកទាំងអស់គ្នាខែនឹងកម្មវិធីច្រើនណាអញ្ចឹងមិនបាញ់សមទេខែនឹងខែនឹងចង់ទិញកៅអៅថ្មីអញ្ចឹងមិនបាញ់សមទេខែនឹងចង់ទៅដើរលេងអញ្ចឹងមិនបាញ់សមទេតែងតែមានអាលេសហ្នឹងចេញមករហូតដែលបង្អាក់នៅក្នុងការសន្សំរបស់យើងតែម្ដងណាចាអញ្ចឹងអ្នកទាំងអស់គ្នាគឺតែងតែមានលេសឲ្យខ្លួនឯងគ្រប់គ្រងចម្ពោះអ្នកទាំងអស់គ្នាជឿខ្ញុំប្រហែលណាប្រសិនណាបើអ្នកទាំងអស់គ្នាយកអាលេសដែលប្រាប់ថាអត់អីទេចាំខែក្រោយទេចាំសន្សំវាដូចជាអញ្ចឹងវាដូចជាអ្នកទាំងអស់គ្នាទៅហាត់ប្រាណអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាខ្លួនឯងធាត់ចង់ទៅហាត់ប្រាណប៉ុន្តែដោយសារតែញ៉ាំឆ្ងាញ់ញ៉ាំអីទាំងអស់ហ្នឹងអញ្ចឹងណាចាំស្អែកទៅចាំស្គមចាំស្អែកទៅចាំហាត់ប្រាណចាំខែក្រោយទៅចាំទៅហាត់ប្រាណអញ្ចឹងទៅហើយយើងទម្លាប់មានលេសឲ្យខ្លួនឯងមួយហើយវាប្រកាសជាមានលើកទី2វាប្រកាសជាមានលើកទី3វាប្រកាសជាមានលើកទី4ហើយអញ្ចឹងដូចគ្នាការសន្សំវាទាមទារឲ្យអ្នកទាំងអស់គ្នាហ្នឹងចាប់បានសន្សំទុយនិយាយទៅឆ្លៀតសន្សំចាមួយខែដាក់បាន5រៀល10រៀល15ដុល្លារ20ដុល្លារក៏អ្នកទាំងអស់គ្នាសន្សំដែរហើយកុំមើលងាយអាការសន្សំទុយហ្នឹងអ្នកទាំងអស់គ្នាត្រូវចាំណាការសន្សំយូរមែនតើតែការចាយលឿនខ្លាំងណាស់ចាអ្នកទាំងអស់គ្នាចង់ស្គមត្រូវចំណាយពេលត្រូវអាទៅជីមហ្នឹងយូរមែនតើតែចង់ធាត់ហេតុអីគ្រាន់តែញ៉ាំតែបន្តិចវាឡើងគីឡូឡើងអញ្ចឹងដូចគ្នាសន្សំវាយូរចាការសន្សំវាពិបាកចាតែចាយលុយគឺវាស្រួលអញ្ចឹងហើយបានគេទាមទារឲ្យយើងនឹងមានទម្លាប់នៅក្នុងការសន្សំតិចយើងធ្វើមកយើងដកសន្សំប្រចាំខែតិចដល់ពេលណាមួយដែលយើងមើលអត់ឃើញអញ្ចឹងទៅយើងមានផែនការយើងមានអីអញ្ចឹងទៅយើងចាប់ពីថ្ងៃហ្នឹងទៅគប់រកលេសឲ្យខ្លួនឯងទៀតចា